ធអាណិតណាស់ក្មេងស្រីអាយុ5ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំត្រូវបានរៀនទេវតារលំសង្កត់លើបណ្ដាលឲ្យបែកលលាក្បាលនិងឆ្អឹងភ្នែកទាំងសងខាងគួរឲ្យខ្លោចចិត្តបំផុតករណីបាក់រលំរៀនទេវតាឬបាក់រៀនព្រះភូមិសង្កត់លើក្មេងតូចៗមិនមែនជារឿងថ្មីនោះឡើយខណៈកន្លងមកមានច្រើនករណីមកហើយទាំងនៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញដែលបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលឬករណីខ្លះទៀតឈានដល់ថ្នាក់បាត់បង់អាយុជីវិតក៏មានយ៉ាងណាមិញថ្មីនេះមន្ទីរពេទ្យគន្ធបុប្ផាបានចែករំលែកករណីដ៏គួរឲ្យស្លុតចិត្តមួយនិងផ្ដាំទៅកាន់អាណាព្យាបាលទាំងឡាយក៏បីបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ខណៈមានក្មេងស្រីអាយុ5ឆ្នាំម្នាក់ត្រូវបានរៀនទេវតាបាក់រលំសង្កត់លើបណ្ដាលឲ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរបែកលលាក្បាលនិងឆ្អឹងភ្នែកទាំងសងខាងសន្លប់អស់រយៈពេល7ថ្ងៃទើបដឹងខ្លួនឡើងវិញក្រោយទទួលបានការជួយសង្គ្រោះយ៉ាងម៉ត់ចត់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញបើតាមការបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការឈ្មោះ Dr. Bit Richner កាលពីថ្ងៃទី26ខែមីនាឆ្នាំ2025បានបង្ហោះរូបភាពរបស់ក្មេងស្រីរងគ្រោះនិងភ្ជាប់សារដាស់តឿនបន្ថែមថាសូមអាណាព្យាបាលយកចិត្តទុកដាក់ដំឡើងរៀនទេវតាឲ្យបានរឹងមាំភ្ជាប់ដោយសុវត្ថិភាពព្រោះអាចរលំសង្កត់លើក្មេងពេលតោងលេងជាយថាហេតុជាក់ស្ដែងកុមារីអាយុ5ឆ្នាំមកពីខេត្តត្បូងឃ្មុំមានគ្រោះថ្នាក់ដោយចៃដន្យដោយរៀនទេវតារលំសង្កត់លើក្បាលបណ្ដាលឲ្យបែកលលាក្បាលនិងឆ្អឹងភ្នែកទាំងសងខាងព្រមទាំងសន្លប់ខ្សោយដង្ហើមដោយសារហើមខួរក្បាលយ៉ាងធ្ងន់ធ្ងរបំផុតត្រូវបានថែទាំជួយសង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើមនិងព្យាបាលហើមខួរក្បាលអស់រយៈពេល7ថ្ងៃទើបដឹងខ្លួនឡើងវិញ